បន្ទាប់ពីថ្លឹងទម្ងន់រួចរាល់សម្រាប់កីឡាករគុណខ្មែររបស់យើងទាំង10រូបបាទមានមើលមេឃាបាទនេះគឺបងហាត់សុខហេងបាទបន្ទាប់មកទៀតមកគឺអែមលេងលីបាទលេងលីគុណខ្មែរពីខាងក្លឹបគុណខ្មែរដូនតាកំពុងតែញ៉ាំអាហារប៊ូហ្វេបើកម្លាំងឡើងវិញបាទហើយមេឃានេះកំពុងតែចាប់បាទកូរីហើយបាទបាទអញ្ចឹងនេះគឺជាការយកចិត្តទុកដាក់មួយបាទរបស់ប្រតិភូដឹកនាំកីឡាទៅកាន់ប្រទេសចិនបាទដើម្បីឲ្យកីឡារបស់យើងគាត់មាននៅកម្លាំងបាទប្រលាំងឡើងវិញបាទឆើតនេះពួយមករំហឹងហើយបាទចាប់ដាក់នៅលើតុជាមួយនឹងវាសនាក៏ដូចជាវិឆ័យបាទគឺដាក់មកឆ្ងាញ់មកអស់ដៃតែម្ដងនេះសំណាងចុងក្រោយបាទហើយបន្តមកទៀតមានលោកគ្រូដែលគាត់ទៅជាមួយដែរដើម្បីត្រៀមបាទជូនដល់កីឡាកររបស់យើងការមើលថែពួកគាត់ឲ្យបានដិតដល់បាទដើម្បីយកជ័យជំនះមកកាន់កម្ពុជារបស់យើងវិញបាទកលេចមកនេះគឺលេងលីបាទជាមួយនឹងចៅម៉ែបាទមានហ៊ុនកងបាទក៏ដូចជាបាទហាតភីបាទនេះមកជុំបាទផ្សេងគ្នាបាទអេដមីនរ៉េនដូបាទចុងក្រោយគេ